បាល់ទាត់ជាកីឡាមួយប្រភេទដ៏ពេញនិយមរបស់ពិភពលោកប្រទេសកម្ពុជាបាល់ទាត់ក៏ជាកីឡាដ៏ពេញនិយមមួយរបស់ប្រជាជនខ្មែរយើងផងដែរជាពិសេសក្មេងៗនៅសាលាបឋមសិក្សារោងចក្រពួកគេចូលចិត្តលេងបាល់ទាត់ណាស់ពួកគេលេងដោយអារម្មណ៍សប្បាយរីករាយដើម្បីទាញជាប្រយោជន៍នៃកីឡាដ៏ពេញនិយមនេះយើងក៏បានបង្កប់នូវអត្ថន័យនៃការអប់រំចូលទៅផងដែរយើងចែកកីឡាករជាពីរក្រុមដោយក្រុមនីមួយៗមានសមាជិកស្មើគ្នាតាមគោលការណ៍ Gender ក្នុងហ្គេមនេះខុសប្លែកគ្នានៅត្រង់ Goal មានចំនួន5ដោយចាប់ផ្ដើមនៅតង់ទី1យើងមានសិទ្ធិទាត់បញ្ចូលទីបានតែ1 Goal តែប៉ុណ្ណោះរីឯតង់ទី2នៅពេលដែលយើងចាប់ផ្ដើមលេងម្ដងទៀតយើងបានបន្ថែមនូវឧបសគ្គដោយដាក់ឃ្លោចំនួន2គូនៅមុខទីរៀងៗខ្លួននៅពេលដែលពួកគេត្រូវបណ្ដាបាល់ឆ្លងកាត់ឃ្លោណាមួយទើបពួកគេអាចមានសិទ្ធិទាត់បញ្ចូលទីទៅគ្រប់គោលដៅទាំងអស់បានដោយសេរីហេតុអ្វីបានជាយើងត្រូវធ្វើបែបនេះមូលហេតុដែលយើងត្រូវធ្វើបែបនេះដើម្បីជាសារមួយបង្ហាញថាអ្នកដែលឆ្លងកាត់នៅការអប់រំតែទទួលបាននូវឱកាសការងារជីវិតដ៏រីករាយរួមទាំងជីវិតដ៏ប្រសើរជាងអ្នកដែលពុំឆ្លងកាត់នៅការអប់រំ